Bongប្អូនអរគ្នាថ្ងៃនេះខ្ញុំណែនាំមួយចំណុចទៀតបាទនៅពេលដែលបងប្អូនប្រើប្រាស់ទឹកបាទគ្រប់គ្រងទឹកនៅក្នុងរោងពេញប៉ោះកាលណាយើងប្រើទឹកច្រើនបាទធ្វើឲ្យទឹកចូលជន់គឺពេញប៉ោះអត់លូតលាស់ល្អទេហើយក៏អាចកត្តាផ្សិតកើតឡើងដែរអញ្ចឹងនៅពេលដែលយើងដាក់ទឹកបាទយើងត្រូវមើលបាទបើសិនជាសើមគ្រប់គ្រាន់យើងត្រូវផ្ដាច់តែម្ដងបាទយើងអត់អាចដាក់ច្រើនបានទេសម្រាប់ពេញប៉ោះនៅទូចឬក៏ធំក៏ដោយហើយមួយទៀតដើម្បីយើងដឹងថាយើងដាំនៅក្នុងនេះសើមមិនសើមបាទគឺយើងស្ទាបដីទៅបើនៅសើមយើងអត់ដាក់ទឹកទៀតទេណាបាទយើងឃើញប៉ុណ្នេះសុខភាពល្អមែនទែនហើយមួយវិញទៀតតកតងជាមួយការដាំគឺយើងត្រូវប្រើសំណាញ់បែបនេះបាទទោះបីជានៅក្នុងផ្ទះសំណាញ់ក៏ដោយដើម្បីជួយកាត់បន្ថយកម្ដៅប៉ុន្តែបន្ទាប់ពី 4-5 ថ្ងៃបាទគឺយើងត្រូវដកស្បៃនឹងចេញបាទដកដើម្បីឲ្យពេញប៉ោះរបស់យើងទទួលបានវីតាមីន D បាទឲ្យដើមរឹងមាំជៀសវាងការដើមវាលូតលាស់ច្រើនខ្លាំងពេកធ្វើឲ្យកាត់បន្ថយផ្លែបាទវាល្អតែស្លឹកណាបាទហើយបើយើងតាមមើលខ្លួនឯងទៅបើសិនជាក្តៅខ្លាំងអានឹងចាំយើងរុញចូលមកវិញបាទហើយយើងអាចថាជាឲ្យវាទទួលពន្លឺពេលល្ងាចបន្តិចអាចម៉ោង 3 យើងដកទៅពេលផឹកយើងដកទៅហើយម៉ោង 12 ដល់ម៉ោង 3 យើងដាក់វិញទៅបាទអរគុណច្រើន